យកមកបាញ់ព្រិចបងប្អូននៅវីដេអូនេះដែរខ្ញុំធ្វើដើម្បីចែកជាចំណេះដឹងដល់បងប្អូនទាំងអស់គ្នានឹងសញ្ញារូបសេកយើងបាញ់រយៈពេលប្រហែល3 ទៅ 4 ថ្ងៃព្រិចបាញ់3 ទៅ 4 ថ្ងៃទៅបងប្អូនបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទធ្វើវីដេអូ blog មួយដើម្បីចែកជូនជាចំណេះដឹងដល់បងប្អូនប្រជាកសិករទាំងអស់គ្នាឥឡូវតោះតាមដានទាំងអស់គ្នាបងប្អូនទិញថ្នាំមកម្សិលមិញ3 កដុងយកមកបាញ់ព្រិចបងប្អូននៅវីដេអូនេះដែរខ្ញុំធ្វើដើម្បីចែកជាចំណេះដឹងដល់បងប្អូនទាំងអស់គ្នានឹងសញ្ញារូបសេកយើងបាញ់រយៈពេលប្រហែល3 ទៅ 4 ថ្ងៃព្រិចបាញ់3 ទៅ 4 ថ្ងៃទៅបងប្អូនយើងបាញ់ព្រិច3 ទៅ 4 ថ្ងៃហើយយើងបាញ់នឹងបាញ់សេះបកងនេះពីលើទៅចឹងងឹបល្អបងប្អូនងឹបដល់រឹសហ្មងបាទបងប្អូនពេលយើងប្រើយើងដាក់នេះអាថ្នាំសេកហ្នឹងពេលយើងប្រើមកធុងម៉ាស៊ីនយើងបាញ់ហ្នឹងយើងដាក់2 កំប៉ុងទីខបងប្អូនដាក់2 កំប៉ុងទីខមកធុងម៉ាស៊ីនយើងបាញ់យើងដាក់2 កំប៉ុងបងប្អូនអាហ្នឹងក៏ដូចគ្នាដែរបងប្អូនយើងដាក់2 កំប៉ុងទីខដូចគ្នាអញ្ចឹងវានឹងងឹបហើយងឹបដល់រឹសផុយដល់លយបងប្អូនមានពូក៏សរសើរឲ្យទៅដេកកន្លែងខ្ញុំបាញ់ក៏សរសើរថាងឹបល្អមែនងឹបល្អមែនឥឡូវខ្ញុំបានធ្វើវីដេអូដើម្បីចែកជូនប្រជាកសិករដែលចូលចិត្តធ្វើចំការដំឡូងអីដែលមានបញ្ហាជួបប្រទើសព្រិចច្រើនបងប្អូនបាញ់តាមខ្ញុំចុះបាញ់សេក3 ថ្ងៃឬក៏4 5 ថ្ងៃឲ្យក្រហមហើយយើងដាក់ថ្នាំនឹងពីលើទៅបងប្អូនចឹងផុយរឹសត្មងហើយបាញ់យើងមើលពេលវេលាបាញ់ដែរបងប្អូនបើថាមេឃអាកាសធាតុវាល្អវាស្លាស់ល្អយើងបាញ់ងើបបាញ់ពីព្រឹកទៅបើសិនជាវាអត់ល្អទេយើងមិនបាញ់ទេបងប្អូនខាតថ្នាំអត់អំពើនឹងព្រិចបងប្អូនខ្ញុំណែនាំពីវិធីបាញ់ព្រិចជឿបន្ថែមបងប្អូននេះអាសេកហ្នឹងបងប្អូនសេកនេះមកកដងឥឡូវ2 ទៅ 10,500អានេះក៏2 ទៅ 10,500ដែរហើយយើងបាញ់អានេះមុនរយៈពេល3 ឬ 4 ថ្ងៃយើងបាញ់អានេះរយៈពេល3 ទៅ 4 ថ្ងៃហើយយើងដាក់នេះពីលើបងប្អូនដាក់ចុះអត់ខុសបំណងទេបងប្អូនបើសិនជាបងប្អូនមានចម្ងល់ត្រង់ណាបងប្អូនអាចសួរខ្ញុំបានការបាញ់ព្រិចបងប្អូនអាចឆាតសួរឬក៏ខមមិនពីក្រោមវីដេអូនេះតែម្ដងបងប្អូនខ្ញុំធ្វើវីដេអូនេះមិនមែនដើម្បីលក់ថ្នាំទេដើម្បីចែកចំណេះដឹងទៅដល់បងប្អូនមួយចំនួនដែលជួបបញ្ហាចំការព្រិចច្រើនអីបងប្អូនធ្វើតាមខ្ញុំអត់ខុសទេបើសិនជាបងប្អូនបាញ់តាមខ្ញុំហ៊ានធានា 100% បងប្អូនឬក៏តែសាកសួរតាមរយៈលេខទូរស័ព្ទខ្ញុំក៏បានចាំខ្ញុំដាក់ពីក្រោមវីដេអូឲ្យបងប្អូនអញ្ចឹងវីដេអូនេះដែរសូមអរគុណសូមជម្រាបលាបាយបាយ